តោះបងប្អូនមកអានសំណេរយាយកតួងខៀវតិចបាទជនម្នាក់ដែលជាប្រមាថស្រីខ្មែរនៅក្រៅប្រទេសហៅសតែនាងសំផឹងនោះឥឡូវយាយកតួងខៀវគាត់សរសេរដូច្នេះសូមបងប្អូនកូនក្មួយជឿទៅខ្ញុំបានសួរទៅតុលាការហើយម្យ៉ាងទៀតខ្ញុំចង់ឲ្យវិវាស់កម្ពស់ដែរតែច្បាប់រដ្ឋធម្មនុញ្ញក្នុងរឿងជេរអត់មានទោសទេគឺបងប្រាក់ប៉ុណ្ណឹងបាទហើយគាត់ហ្នឹងក៏បានដាក់ច្បាប់យោងនៅខាងក្រោមប៉ុន្តែខ្ញុំចង់និយាយមិនហ៎ខ្ញុំជ្រិញមែនតើនឹងយាយកតួងខៀវហ្នឹងយាយហ៊ុនស៊ីណាតខ្ញុំជ្រិញមែនតើបើអញ្ចឹងមែនណាមិនមែនពលរដ្ឋខ្មែររាប់រយរាប់ពាន់នាក់ទាំងពលរដ្ឋស្លូតត្រង់ត្រូវគេប្លន់ដីធ្លីទាំងអ្នកសកម្មជននយោបាយអ្នកសកម្មជនសិទ្ធិមនុស្សគាត់តែនិយាយប៉ះពាល់របបវាឬប៉ះពាល់ហ៊ុនសែនបន្តិចបន្តួចចាប់ដាក់គុកឲ្យឡើងពាយហើយធ្វើដូចខ្លួនដូចអត់ដឹងអីចឹងហើយយើងលើកច្បាប់ហ្នឹងច្បាប់ណានិយាយឯងសួរច្បាប់ណានិយាយឯងសួរតុលាការណាធ្វើដូចមិនដឹងចឹងហើយយាយនេះខ្ញុំនិយាយកតួងខៀវយាយនឹងកតួងខៀវនិយាយនឹងជាព្រាយជាបិសាចនៅស្រុកខ្មែរហ្មងនិយាយពីចេញមកសំដែងធ្វើខ្លួនឯងនឹងដូចជាមនុស្សល្អធ្វើតបនសាងអំពើល្អណាធ្វើដូចជាខ្លួននឹងស្រឡាញ់យុត្តិធម៌ស្រឡាញ់រាជស្រឡាញ់ប្រទេសជាតិស្រឡាញ់ភាពត្រឹមត្រូវណាប៉ុន្តែយាយនេះមហាអាក្រក់រស់នឹងសំណែនពុករលួយជាតិមួយថ្ងៃចំតិតនៅតែផ្ទះស្រែកនេះស្រែកនោះបោកប្រាស់ប្រជាជនខ្មែរបើខ្លួនឯងគ្រួសារខ្លួនឯងពូជបោឯងជាអ្នកការការប្រទេសជាតិពុកអាលួយថោកទាបព្រៃផ្សៃខ្ញុំមិនដឹងនិយាយថាម៉េចបងប្អូនយកគិតខ្លួនឯងហ្នឹងហើយគាត់តែចង់បញ្ជាក់ថាយាយកតួងខៀវនេះអាក្រក់ជាងអាមួយយុវជនមួយដែលដៀលស្រីខ្មែរថាជាសភឹងនឹងទៀតយាយនេះគឺយាយកតួងខៀវចង់និយាយថាព្រាយអាបខ្លួនរស់នៅក្នុងបុគ្គលឲ្យមកស្រែកប្រាប់គេថាស្អុយជ្រិញហើយយាយហ្នឹងមែនតើខ្ញុំនិយាយត្រង់ខ្ពើមបងប្អូនយកគិតខ្លួនឯងទៅបាទ